សុកនឹងទុកយើងទៅជាមួយគ្នាបាទអរលោកអ្នកបងប្អូននៅក្នុងរដូវកាលនេះយើងនិយាយអំពីប្រធានបទយើងគឺការដែលយើងដើរតាមព្រះគ្រីស្ទណាដោយឡែកនៅព្រឹកនេះយើងនឹងមើលទៅលើការដែលយើងដើរតាមព្រះគ្រីស្ទក្នុងនាមយើងជាទូតរបស់ព្រះគ្រីស្ទអរលោកអ្នកបងប្អូនស្គាល់ពាក្យថាទូតរបស់ព្រះគ្រីស្ទទេយើងទាំងអស់គ្នាជាទូតរបស់ព្រះគ្រីស្ទអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងជាទូតរបស់ព្រះគ្រីស្ទតើរាជទូតមានទំនួលខុសត្រូវធ្វើអីខ្លះអស់លោកអ្នកបងប្អូនអាចគិតតើជារាជទូតក្នុងនាមជារាជទូតតើយើងមានទំនួលខុសត្រូវធ្វើអីខ្លះមានអីច្រើនប្រហែលចូលមកក្នុងគំនិតអស់លោកអ្នកបងប្អូនក្នុងនាមជារាជទូតណានៅលើផែនដីនេះយើងមានប្រទេសជាច្រើនណាហើយគ្រប់ប្រទេសនីមួយៗគេតែងតែមានឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសផ្សេងមែនទេគ្រប់ប្រទេសទាំងអស់គេមានឯកអគ្គរដ្ឋទូតដើម្បីតំណាងប្រទេសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតតួយ៉ាងដូចជានៅក្នុងប្រទេសកម្ពុជាអរលោកអ្នកបងប្អូននៅក្នុងប្រទេសកម្ពុជាយើងមានស្ថានទូតប្រទេសជាច្រើនណាហើយនៅរាល់ស្ថានទូតនីមួយៗគេមានឯកអគ្គរដ្ឋទូតរបស់គេដើម្បីតំណាងប្រទេសរបស់គេតួយ៉ាងយើងមានដូចជាអាមេរិកបារាំងអង់គ្លេសកូរ៉េជប៉ុនមានប្រទេសផ្សេងទៀតយើងអាចរៀបរាប់ច្រើនទៀតដែលមានស្ថានទូតឬស្ថានកុងស៊ុលនៅក្នុងប្រទេសកម្ពុជាហើយនៅក្នុងស្ថានទូតស្ថានកុងស៊ុលនោះគេមានមន្ត្រីទូតរបស់គេជាឯកអគ្គរដ្ឋទូតតំណាងប្រទេសគេនៅពេលដែលយើងនិយាយអំពីរាជទូតអ្នកនោះមិនជាមនុស្សសាមញ្ញទេហើយក៏មិនចេះតែធ្វើអីដោយខ្លួនឯងដែរគឺត្រូវបានជ្រើសរើសឲ្យមានការងារពិសេសមួយសម្រាប់តំណាងប្រទេសនោះទាំងមូលសម្រាប់តំណាងរាជរដ្ឋាភិបាលនៃប្រទេសនោះទាំងមូលសម្រាប់តំណាងប្រធានាធិបតីឬក៏តំណាងព្រះមហាក្សត្រនៃប្រទេសរបស់គេនៅក្នុងទឹកដីមួយផ្សេងទៀតចំណែកយើងវិញអរលោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមានងារមួយថាជាទូតរបស់ព្រះគ្រីស្ទតើយើងតំណាងឲ្យអ្នកណាអញ្ចឹងណាឯកអគ្គរដ្ឋទូតនៃប្រទេសមួយគេតំណាងឲ្យប្រទេសគេនៅលើផែនដីនៅលើទឹកដីមួយផ្សេងទៀតចំណែកយើងទាំងអស់គ្នាអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងជាទូតរបស់ព្រះគ្រីស្ទដូច្នេះតើយើងតំណាងឲ្យអ្នកណាគឺយើងតំណាងឲ្យព្រះគ្រីស្ទអេមែនសូមអធិដ្ឋានជាមួយនឹងខ្ញុំព្រះយេស៊ូវទូលបង្គំអរគុណព្រះអង្គសម្រាប់ព្រឹកនេះព្រះអង្គឲ្យទូលបង្គំអធិដ្ឋានខណៈពេលដែលទូលបង្គំយើងខ្ញុំនៅទីនេះសិក្សាព្រះបន្ទូលព្រះអង្គមើលទៅលើការដែលព្រះអង្គត្រាស់ហៅទូលបង្គំយើងខ្ញុំម្នាក់ឲ្យដើរតាមព្រះអង្គក្នុងនាមជារាជទូតរបស់ព្រះអង្គព្រះអង្គឲ្យសូមបង្រៀនដល់ទូលបង្គំយើងខ្ញុំម្នាក់នៅទីនេះហើយសូមឲ្យព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដឹកនាំសូមឲ្យព្រះបន្ទូលទ្រង់បានចាក់ចូលនៅក្នុងដួងចិត្តទូលបង្គំនៅព្រឹកនេះទូលបង្គំអរព្រះគុណទ្រង់ក៏អធិដ្ឋានថ្វាយពេលវេលាដែលទូលបង្គំយើងខ្ញុំនឹងសិក្សាព្រះបន្ទូលព្រះអង្គនៅព្រឹកនេះនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនអេមែនសូមប្រាប់ខ្លួនឯងថាខ្ញុំជាទូតរបស់ព្រះគ្រីស្ទបាទហើយប្រាប់អ្នកជិតខាងយើងថាអ្នកជាទូតរបស់ព្រះគ្រីស្ទនៅក្នុងកាន់គម្ពីរ2កូរិនថូសជំពូក5ខ20សាវកប៉ុលបានថាដូច្នេះ
ដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះទូតតំណាងព្រះគ្រីស្ទម្ដងទៀតអស់លោកអ្នកបងប្អូននេះជាងារដ៏ពិសេសមួយសម្រាប់យើងទាំងអស់គ្នាជាក្រុមជំនុំរបស់ព្រះអង្គណាជាទូតតំណាងព្រះគ្រីស្ទនៅពេលដែលដូចយើងចាប់ផ្ដើមដំបូងថានៅពេលដែលនរណាម្នាក់គាត់ទទួលងារជាឯកអគ្គរដ្ឋទូតគាត់អត់ចេះតែធ្វើអីតាមតែចិត្តគាត់ចង់តាមតែចិត្តគាត់នឹកឃើញទេគាត់ត្រូវរស់នៅដើម្បីបង្ហាញអំពីប្រទេសរបស់គាត់ជាតំណាងនៃប្រទេសរបស់គាត់ដើម្បីការពារផលប្រយោជន៍និងប្រជាជននៃប្រទេសរបស់គាត់ត្រូវគោរពតាមច្បាប់នៃប្រទេសរបស់គាត់ដូចគ្នានេះដែរយើងទទួលបានងារជាទូតរបស់ព្រះគ្រីស្ទនៅពេលដែលនរណាម្នាក់ត្រូវបានទទួលងារជាឯកអគ្គរដ្ឋទូតតំណាងប្រទេសគេមិនមែនចេះតែស្ម័គ្រចិត្តទទួលដោយខ្លួនឯងទេមែនទេដើម្បីខ្លាចជាអង្គទូតតំណាងឲ្យប្រទេសណាមួយមិនចេះតែថាអូខ្ញុំជាអង្គទូតប្រទេសនេះទាំងដែលខ្លួនឯងអត់ទទួលបានការជ្រើសរើសទទួលបានការតែងតាំងនៅងារពិសេសនេះទេដើម្បីតំណាងប្រទេសមួយខ្លាយជាអង្គទូតទៅកាន់ប្រទេសមួយទៀតត្រូវការទទួលការជ្រើសរើសតែងតាំងពិសេសពីរាជរដ្ឋាភិបាលទទួលបានទំនុកចិត្តនៅក្នុងការដែលទទួលភារកិច្ចបំពេញតួនាទីដែលរាជរដ្ឋាភិបាលបានជ្រើសតាំងតែសម្រាប់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងជាទូតរបស់ព្រះគ្រីស្ទជាអ្នកដែលទទួលបានការជ្រើសរើសយ៉ាងពិសេសទទួលបានឯកសិទ្ធិយ៉ាងពិសេសមកពីព្រះអង្គតាមរយៈអីគេតាមរយៈជំនឿនៅពេលដែលយើងជឿលើព្រះយេស៊ូវយើងបានរាប់ជាសុចរិតហើយព្រះអង្គបានហៅយើងថាជាទូតរបស់ព្រះអង្គជាតំណាងព្រះអង្គតំណាងព្រះអង្គនៅលើផែនដីដែលយើងកំពុងតែរស់នៅមិនថាយើងនៅក្នុងប្រទេសណាមួយនោះទេយើងជាតំណាងរបស់ព្រះអង្គដូច្នេះនៅក្នុងងារជាទូតរបស់ព្រះគ្រីស្ទអស់លោកអ្នកបងប្អូនសំខាន់ចាំបាច់ណាស់ដែលយើងត្រូវស្គាល់អត្តសញ្ញាណយើងត្រូវស្គាល់អត្តសញ្ញាណយើងថាជានរណាយើងជាមនុស្សយ៉ាងពិសេសជារាជជ្រើសរើសរបស់ព្រះជាអ្នកដែលទទួលបានការចាក់ប្រេងតាំងក្នុងការធ្វើជាទូតតំណាងព្រះអង្គនៅលើផែនដីមិនគ្រាន់តែមនុស្សសាមញ្ញប៉ុណ្ណោះទេពិតណាស់យើងជាមនុស្សសាមញ្ញទេនៅលើផែនដីនេះក៏ប៉ុន្តែយើងទទួលងារយ៉ាងពិសេសមកពីព្រះគឺធ្វើជាតំណាងព្រះអង្គនៅលើផែនដីដើម្បីឲ្យយើងបានទទួលងារដ៏ពិសេសនេះព្រះបន្ទូលព្រះអង្គថាម៉េចឲ្យអ្វីទាំងអស់ត្រូវបានផ្លាស់ប្រែជាថ្មីយើងតើទទួលការផ្លាស់ប្រែពីជីវិតចាស់ហើយមានជីវិតថ្មីដើម្បីយើងអាចទទួលងារជាទូតរបស់ព្រះគ្រីស្ទមានន័យថាតើយើងជាអ្នកដែលយើងជឿដល់អង្គព្រះយេស៊ូវគ្រីស្ទទើបយើងក្លាយជាទូតរបស់ព្រះអង្គពីព្រោះជីវិតចាស់របស់យើងបានដាច់ចេញពីព្រះនៅពេលដែលយើងដាច់ចេញពីព្រះយើងអត់ស្គាល់ព្រះយើងអត់ស្គាល់សេចក្តីពិតរបស់ព្រះអង្គយើងអត់បានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គតាមរយៈសេចក្តីជំនឿយើងមិនអាចរាប់ថាជាទូតរបស់ព្រះគ្រីស្ទបានទេពីព្រោះយើងអត់ស្គាល់ព្រះនៅពេលដែលយើងអត់ស្គាល់ព្រះតើឲ្យយើងអាចធ្វើជាទូតរបស់ព្រះគ្រីស្ទយ៉ាងដូចម្តេចនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនៅកូរិនថូសដដែលបានចែងយ៉ាងដូចនេះថាបើអ្នកណាចង់នៅក្នុងព្រះគ្រីស្ទនោះឈ្មោះថាបានកើតជាថ្មីហើយអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ
មើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងបានត្រឡប់ជាថ្មីសេចក្តីចាស់បានកន្លងផុតទៅជីវិតចាស់បានកន្លងផុតទៅទម្លាប់ចាស់បានកន្លងផុតទៅហើយយើងបានคล้ายទៅជាមនុស្សថ្មីត្រឡប់ទៅជាមនុស្សថ្មីទទួលបានជីវិតថ្មីទទួលបានតួនាទីថ្មីគឺជាទូតតំណាងព្រះគ្រីស្ទពីដើមឡើយខ្ញុំមិនដឹងថាលោកអ្នកបងប្អូនតំណាងអីខ្លះទេណាក៏ប៉ុន្តែនៅពេលដែលយើងបានទទួលជឿលើអង្គព្រះយេស៊ូវគ្រីស្ទយើងមានជីវិតថ្មីជាមួយនឹងព្រះអង្គគឺយើងคล้ายទៅជាទូតរបស់ព្រះអង្គคล้ายទៅជាបេសកជនពិសេសដែលព្រះអង្គជ្រើសរើសណាអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងទាំងអស់គ្នាសិតតែជាមនុស្សពិសេសរបស់ព្រះនៅក្នុងងារដែលយើងជាទូតរបស់ព្រះគ្រីស្ទគឺគ្រប់គ្នាយើងមានតម្លៃយ៉ាងពិសេសនៅចំពោះព្រះអង្គខ្ញុំមានរឿងមួយនៅពេលដែលយើងពីទូតរបស់ព្រះគ្រីស្ទនេះជារឿងពិតអស់លោកអ្នកបងប្អូននេះជារឿងពិតកើតឡើងនៅប្រទេសមួយនៅលើដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកមានពេលមួយមាននាវាចម្បាំងខ្ញុំនឹងអត់និយាយពីប្រទេសណាទេក៏ប៉ុន្តែមាននាវាចម្បាំងមួយធំដែលមកពីប្រទេសមួយគេទៅចតនៅផែមួយនៅក្នុងប្រទេសគាត់ហើយគេអញ្ជើញឯកអគ្គរដ្ឋទូតតំណាងប្រទេសទាំងអស់ឲ្យទទួលបានឯកសិទ្ធិពិសេសដើម្បីចូលទស្សនានាវាចម្បាំងជាធម្មតានាវាចម្បាំងគេមិនចេះតែឲ្យយើងចូលទៅប្រទេសទៅប្រដាស់ទេក៏ប៉ុន្តែនៅពេលដែលគេចតនៅទីនោះគេបើកឱកាសឲ្យឯកអគ្គរដ្ឋទូតនៃប្រទេសទាំងអស់ដែលមានវត្តមាននៅលើដែនដីកោះមួយហ្នឹងអាចចូលទៅទស្សនាយ៉ាងពិសេសមួយនៅពេលនោះមានបុរសម្នាក់គាត់អធិដ្ឋានហើយគាត់មានអារម្មណ៍ថាព្រះអង្គឲ្យគាត់ទៅទស្សនានៅលើនាវាចម្បាំងហ្នឹងហើយគាត់អត់មានទទួលបានលិខិតអញ្ជើញអីពិសេសអីទេដល់អញ្ចឹងគាត់ប្រាប់ប្រពន្ធគាត់ថាគាត់នឹងទៅទស្សនាប្រពន្ធគាត់ក៏វីក្បាលថាបងគិតនឹងដូចខុសហើយมันអាចទៅរួចទេគេនឹងមិនឲ្យចូលទេគាត់ថាអត់ទេទោះយ៉ាងណាក៏ដោយព្រះអង្គប្រាប់គាត់ថាឲ្យគាត់ទៅអញ្ចឹងគាត់នឹងទៅគាត់នឹងបថុយនៅពេលដែលគាត់ទៅធម្មតាឯកអគ្គរដ្ឋទូតគេមានឡានពិសេសមានទង់ជាតិតំណាងប្រទេសអីចឹងគេបើកចូលទៅមានសន្តិសុខចាំបើកទ្វារហែហោមអមដំណើរនៅពេលគាត់ទៅប្រពន្ធគាត់អ្នកបើកឡានជូនគាត់ទៅអត់ទាំងហ៊ានទៅចូលចតនៅកំពង់ផែផងប្រពន្ធគាត់ចតនៅផ្លូវខាងក្រៅនៅផ្លូវខាងក្រៅឈប់ឡានគាត់បើកទ្វារឡានដើរចេញមកពួកសន្តិសុខដែលគេយាមការពារសណ្ដាប់ធ្នាប់សុវត្ថិភាពហ្នឹងគេសួរលោកអញ្ជើញមកពីខាងណាតំណាងអង្គទូតមួយណាគាត់ថាអូខ្ញុំតំណាងទូតរបស់ព្រះគ្រីស្ទ The Kingdom of God ដល់ពេលអញ្ចឹងមិនដឹងជាយ៉ាងម៉េចមន្ត្រីសន្តិសុខហ្នឹងគេអនុញ្ញាតឲ្យគាត់ចូលសូមអញ្ជើញគេនាំផ្លូវគាត់ចូលគាត់ដើរមើលឆ្អែតពេលដែលគាត់ដើរឲ្យគេឆ្ងល់ថាចូលទូតនេះគាត់មានឃើញបើកឡានមើលអីមកឃើញដើរចូលតែម្នាក់ឯងអត់មានមន្ត្រីហែហមអីទេគាត់ដើរមើលជុំវិញនាវាចម្បាំងមកគ្រប់សពនៅពេលដែលកម្មវិធីធំគេចាប់ផ្ដើមគាត់ដើរចេញគាត់ថាខ្ញុំចប់ភារកិច្ចខ្ញុំហើយខ្ញុំចេញទៅវិញនៅពេលនោះបានគេភ្ញាក់ដឹងខ្លួនគាត់ថាគាត់ជាតំណាងទូតរបស់នគរព្រះ The Kingdom of God ក៏ប៉ុន្តែមន្ត្រីសន្តិសុខដែលឈរយាមកាមសុវត្ថិភាពគេស្ដាប់ឮស្មានតែគាត់និយាយថាគាត់ជាទូតរបស់ The United Kingdom អរលោកអ្នកបងប្អូនហេតុដូច្នេះបានជាគេឲ្យគាត់ចូលតែរឿងនេះជារឿងពិតមានរឿងវែងទៅមុខទៀតក៏ប៉ុន្តែបាទសរុបមកវិញ
ទោះបីជាយើងជាមនុស្សសាមញ្ញក៏ដោយព្រះអង្គត្រាស់ហៅឲ្យលោកអ្នកបងប្អូនថាជាទូតរបស់ព្រះអង្គជាអ្នកតំណាងរបស់ព្រះអង្គនៅលើផែនដីនេះតើយើងតំណាងរបស់ព្រះអង្គយ៉ាងម៉េចហើយដូច្នេះលោកអ្នកបងប្អូនយើងត្រូវតែស្គាល់ខ្លួនឯងអត្តសញ្ញាណរបស់យើងទោះបីយើងនៅក្នុងកលៈទេសៈណាក៏ដោយនៅកន្លែងណាក៏ដោយយើងត្រូវស្គាល់អត្តសញ្ញាណយើងឲ្យច្បាស់ថាយើងជានរណានៅក្នុងព្រះគ្រីស្ទប្រហែលជាសង្គមយើងមើលយើងថាជាមនុស្សសាមញ្ញពិតណាស់យើងជាមនុស្សសាមញ្ញយើងអត់មានតួនាទីធំអីនៅក្នុងការងារណាមួយមិនជាបញ្ហាទេក៏ប៉ុន្តែយើងមានងារពិសេសមួយមកពីព្រះហេតុនេះយើងត្រូវការស្គាល់អត្តសញ្ញាណយើងនៅក្នុងសុភាសិតខ្មែរយើងមានឃ្លាមួយថាទំពាំងស្នងឫស្សីដូច្នេះយើងត្រូវតែស្គាល់អត្តសញ្ញាណយើងជាទំពាំងឬយើងជាឫស្សីពេលខ្លះប្រសិនបើយើងអត់ទាំងស្គាល់ខ្លួនឯងជានរណាយើងមិនអាចនឹងតំណាងឲ្យអ្នកដែលចិត្តតាំងយើងបានទេមែនទេព្រះអង្គអត់បានហៅយើងមកហើយផ្លាស់ប្ដូរយើងចេញនោះទេព្រះអង្គហៅយើងមកឲ្យយើងទទួលងារអត្តសញ្ញាណថ្មីជាតំណាងព្រះអង្គតែក៏មិនមែនមានថាឲ្យយើងបំភ្លេចឲ្យយើងបោះបង់ចោលនៅអីគេដែលជាទម្លាប់ជាវប្បធម៌ជាប្រពៃណីល្អដែលឆ្លុះបញ្ចាំងអំពីព្រះអង្គនៅលើផែនដីនេះទេអេមែនទេព្រះអង្គហៅយើងឲ្យមានងារជាតំណាងព្រះអង្គតំណាងព្រះអង្គនៅក្នុងទឹកដីដែលយើងរស់នៅតាមរយៈការដែលយើងឆ្លុះបញ្ចាំងអំពីសេរីល្អព្រះអង្គតាមរយៈជីវិតរស់នៅរបស់យើងនៅពេលដែលយើងនិយាយអំពីយើងជាតំណាងព្រះអង្គខ្ញុំចង់ភ្ជាប់នឹងទៅកាន់ឃ្លាដែលយើងនិយាយមុននឹងថាទំពាំងស្នងឫស្សីពេលខ្លះប្រសិនបើយើងអត់ប្រយ័ត្នយើងអត់ស្គាល់អត្តសញ្ញាណខ្លួនឯងណាយើងងាយបន្ទោសតែទំពាំងយើងតាំងខ្លួនយើងថាជាឫស្សីណាហើយយើងបន្ទោសទំពាំងឃើញយុវជនគាត់ដើរផ្លូវខុសយើងថាទំពាំងឥឡូវសិតតែទំពាំងស្អុយទំពាំងគ្មានគុណភាពសំណួរសួរមកកាន់ខ្លួនយើងថាតើយើងបានធ្វើជាឫស្សីមានគុណភាពនៅបើយើងអត់បានធ្វើជាឫស្សីមានគុណភាពផងយើងចង់ឲ្យទំពាំងមានគុណភាពតាមល្មិចមែនទេដូច្នេះប្រសិនបើយើងដឹងខ្លួនថាយើងជាឫស្សីយើងត្រូវតែធ្វើឫស្សីដែលមានគុណភាពចង់ឲ្យទំពាំងត្រង់យើងត្រូវធ្វើជាឫស្សីត្រង់ដែរដើម្បីជួយឲ្យទំពាំងដុះទៅត្រង់បើសិនបើយើងធ្វើជាឫស្សីកោងប្រកាសណាស់វានឹងទាញពុតទំពាំងឲ្យកោងដែរហើយដល់ពេលទំពាំងកោងទៅបន្ទោសថាទំពាំងស្អុយទំពាំងអត់ត្រង់តែបើយើងអាស័យអត់ត្រង់ផងហ្នឹងណាហើយដូច្នេះយើងត្រូវដឹងខ្លួនយើងឲ្យច្បាស់ប្រសិនបើយើងជាឫស្សីយើងត្រូវធ្វើឫស្សីដែលមានគុណភាពដែលមានប្រយោជន៍ហើយបើយើងជាទំពាំងយើងត្រូវតែធ្វើជាទំពាំងដែលមានគុណភាពដើម្បីឲ្យវិវត្តខ្លាយទៅជាឫស្សីដែលមានគុណភាពដែរអេមែនដូចគ្នាដែរយើងជាទូតរបស់ព្រះគ្រីស្ទយើងស្គាល់អត្តសញ្ញាណយើងនៅផែនដីមិនថាយើងនៅក្នុងកលៈទេសៈណានៅលើទឹកដីណាយើងត្រូវដឹងថាយើងជានរណានៅក្នុងព្រះគ្រីស្ទព្រះអង្គបានឲ្យងារអីគេមកកាន់យើងទី2នៅពេលដែលយើងនិយាយអំពីយើងមានងារជាទូតរបស់ព្រះគ្រីស្ទយើងមានទំនួលខុសត្រូវទូតនៅប្រទេសមួយមានទំនួលខុសត្រូវតំណាងប្រទេសរបស់គេចំណែកអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងជាទូតព្រះគ្រីស្ទយើងមានតួនាទីសម្រាប់តំណាងព្រះគ្រីស្ទសម្រាប់នាំសារនៃសន្តិភាពរបស់ព្រះគ្រីស្ទសម្រាប់នាំការផ្សះផ្សាមកកាន់មនុស្សមកកាន់ផែនដីអេមែនការងារចម្បងរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំក្នុងនាមជាទូតរបស់ព្រះគ្រីស្ទ
គឺយើងនាំការផ្សះផ្សាសូមយើងនិយាយជាមួយគ្នាប្រាប់អ្នកចិត្តខាងយើងថានាំការផ្សះផ្សាហើយបានយើងនាំការផ្សះផ្សានាំការស្ដារឡើងវិញពីព្រោះនៅលើផែនដីនេះមានពោពេញទៅដោយបញ្ហាមានពោពេញទៅដោយការបាក់បែកណាដែលត្រូវការអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំរួមចំណែកជាមួយគ្នាដើម្បីនាំការផ្សះផ្សាការផ្សះផ្សាដំបូងដែលយើងត្រូវការចាំបាច់បំផុតអស់លោកអ្នកបងប្អូនដឹងថាការផ្សះផ្សាមួយណាគឺជាការផ្សះផ្សារវាងមនុស្សហើយនឹងព្រះខ្ញុំនឹងលើកឡើងអំពីចំណុចនៃការផ្សះផ្សាពីរសំខាន់ដែលយើងត្រូវឲ្យតម្លៃដែលយើងត្រូវផ្ដោតសំខាន់ទី1គឺការផ្សះផ្សាមនុស្សហើយនឹងព្រះទី2គឺការផ្សះផ្សាមនុស្សហើយនឹងមនុស្សអរលោកអ្នកបងប្អូនប្រមាណអ្នកដែលយើងដឹងថាមនុស្សត្រូវការផ្សះផ្សាជាមួយព្រះមនុស្សត្រូវការផ្សះផ្សាជាមួយព្រះនោះជារឿងចាំបាច់ទី1ហើយរឿងទី2គឺមនុស្សត្រូវការផ្សះផ្សាជាមួយមនុស្សពីព្រោះមនុស្សមានបញ្ហាមានការឆ្លោះប្រកែកមានការអាក់អន់ចិត្តមានការបាក់បែកជាច្រើនកើតឡើងនៅលើពិភពលោកដែលយើងកំពុងតែរស់នៅសប្តាហ៍ថ្ងៃនេះដែលបង្កឲ្យមានជាបញ្ហាមានជាសង្គ្រាមមានជាការកាប់សម្លាប់មានការក្រក់អីផ្សេងទៀតជាច្រើនបានកើតឡើងដែលចេញមកពីឫសគល់នៃការដែលមនុស្សបានបែកដាច់ចេញពីព្រះដែលបង្កឲ្យទៅជាមានបញ្ហាធ្វើឲ្យមនុស្សជាមួយនឹងមនុស្សមានបញ្ហាជាមួយនឹងគ្នាដែរនៅក្នុងព្រះបន្ទូលព្រះអង្គបានចែងយ៉ាងដូចនេះឲ្យយើងឃើញថាគឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនឹងព្រះអង្គទ្រង់ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកយើងខ្ញុំដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះព្រះកំពុងផ្សះផ្សាលោកីជាមួយនឹងអង្គទ្រង់នេះជាបំណងដ៏ធំរបស់ព្រះជាម្ចាស់ព្រះអង្គកំពុងតែផ្សះផ្សាលោកីជាមួយនឹងអង្គទ្រង់ហេតុអីបានជាព្រះអង្គផ្សះផ្សាលោកីជាមួយនឹងអង្គទ្រង់ពីព្រោះលោកីនេះបានបែកចេញពីព្រះអង្គតើលោកីនេះមានស្អីគេខ្លះនៅលើនោះមានអ្នកណាគេខ្លះនៅលើនោះគឺមានមនុស្សលោកមូលហេតុដែលព្រះអង្គនៅបទបន្ទូលព្រះអង្គថាព្រះអង្គផ្សះផ្សាលោកីជាមួយនឹងអង្គទ្រង់គឺដោយសារព្រះអង្គជាអ្នកដែលបង្កើតមនុស្សលោកហើយមនុស្សលោកបានដាច់ចេញពីព្រះអង្គបទបន្ទូលព្រះអង្គថាព្រះអង្គទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះឬក៏ព្រះអង្គស្រឡាញ់ពិភពលោកដល់ម្លេះបានជាទ្រង់បញ្ជូនព្រះជាបុត្រាទ្រង់តែមួយឲ្យមកដើម្បីអស់អ្នកណាដែលជឿដល់ព្រះជាបុត្រានោះមិនត្រូវវិនាសឡើយតែឲ្យមានជីវិតអស់កលជានិច្ចវិញអេមែនព្រះអង្គបង្កើតមនុស្សលោកមកព្រះអង្គបង្កើតពិភពលោកមកគឺដើម្បីឲ្យមនុស្សលោកទាំងអស់មានទំនាក់ទំនងជាមួយព្រះអង្គនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គក៏ប៉ុន្តែយើងឃើញនៅពេលដែលមនុស្សមិនស្ដាប់បង្គាប់ព្រះអង្គមនុស្សជ្រើសរើសបែរចេញពីព្រះអង្គធ្វើឲ្យអំពើបាបបានកើតមាននៅលើផែនដីធ្វើឲ្យទំនាក់ទំនងរវាងមនុស្សនិងព្រះត្រូវបានកាត់ផ្ដាច់នោះហើយជាហេតុដែលធ្វើឲ្យមនុស្សឃ្លាតឆ្ងាយចេញពីព្រះអង្គធ្វើឲ្យការអាក្រក់ចាប់ផ្ដើមកើតមានឡើងនៅលើពិភពលោកនេះដែលធ្វើឲ្យព្រះគ្រីស្ទព្រះអង្គយាងមកបំពេញបេសកកម្មនៃការផ្សះផ្សានៃការស្ដារឡើងវិញតាមរយៈដែលព្រះអង្គសុគតនៅលើឈើឆ្កាងព្រះអង្គមិនត្រឹមតែសុគតទេតែព្រះអង្គរស់ឡើងវិញ
ហើយព្រះអង្គថាអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះជឿដល់អង្គព្រះយេស៊ូវគ្រីស្ទនឹងមានជីវិតអស់កលជានិច្ចជាមួយនឹងព្រះអង្គហើយនោះហើយជាបំណងព្រះハតីព្រះអង្គនៅទីនេះបង្ហាញថាម៉េចព្រះអង្គកំពុងតែផ្សះផ្សាលោកីជាមួយនឹងព្រះអង្គផ្សះផ្សាពិភពលោកនេះទាំងមូលជាមួយនឹងព្រះអង្គផ្សះផ្សាមនុស្សដែលបានដាច់ចេញឲ្យវិលមករកព្រះអង្គវិញនោះជាបំណងព្រះハតីដ៏ធំធេងរបស់ព្រះអង្គគឺព្រះអង្គផ្សះផ្សាមនុស្សលោកជាមួយនឹងព្រះអង្គឲ្យមនុស្សអាចមានទំនាក់ទំនងជាមួយនឹងព្រះហើយព្រះបន្ទូលព្រះអង្គថាម៉េចព្រះអង្គបានប្រគល់ការងារនោះមកកាន់យើងទាំងអស់គ្នាព្រះបន្ទូលព្រះអង្គថាម៉េចទ្រង់ប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកយើងខ្ញុំព្រះអង្គក៏ប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះទួនាទីនៃការផ្សះផ្សាមនុស្សជាមួយនឹងព្រះមកកាន់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែរដើម្បីយើងអាចនាំការផ្សះផ្សានោះឲ្យមនុស្សបានជានាជាមួយនឹងព្រះធ្វើម៉េចឲ្យគេបានជានាជាមួយនឹងព្រះគឺតាមរយៈជំនឿជឿលើអង្គព្រះយេស៊ូវគ្រីស្ទម្ដងទៀតយើងជាទូតព្រះគ្រីស្ទគឺជាតំណាងព្រះអង្គណាតួនាទីរបស់យើងគឺនាំការផ្សះផ្សាឲ្យមនុស្សបានស្គាល់ព្រះហើយមានទំនាក់ទំនងជាមួយនឹងព្រះតាមរយៈការដែលយើងផ្សាយដំណឹងល្អអេមែននាំឲ្យគេស្គាល់ព្រះអង្គទី2គឺព្រះអង្គបានហៅយើងឲ្យផ្ដោតលើការផ្សះផ្សារវាងមនុស្សហើយនឹងមនុស្សដើម្បីផ្សះផ្សាមនុស្សនឹងមនុស្សបានគឺត្រូវការឲ្យមនុស្សផ្សះផ្សាជាមួយព្រះសិននោះជាកាតព្វកិច្ចសំខាន់បំផុតនៅពេលដែលមនុស្សបានផ្សះផ្សាជាមួយនឹងព្រះគឺនឹងនាំឲ្យមានភាពងាយស្រួលក្នុងការដែលមនុស្សផ្សះផ្សាជាមួយមនុស្សមិនមែនថាស្រួលបំផុតទេក៏ប៉ុន្តែស្រួលជាងមុនប្រសើរជាងមុននៅពេលដែលមនុស្សបានផ្សះផ្សាជាមួយនឹងព្រះជាមុននៅក្នុងព្រះបន្ទូលព្រះអង្គនៅក្នុងកាន់គម្ពីរម៉ាថាយបានចែងយ៉ាងដូចនេះមានពរហើយអស់អ្នកដែលផ្សះផ្សាគេត្បិតអ្នកទាំងនោះនឹងបានហៅថាជាកូនរបស់ព្រះអេមែននៅពេលដែលយើងផ្សះផ្សានរណាម្នាក់ឲ្យជានីជាមួយគ្នាព្រះអង្គរាប់ថាមានពរហើយអ្នកដែលធ្វើការនោះពីព្រោះអ្នកនោះបានហៅថាជាកូនរបស់ព្រះអស់លោកអ្នកបងប្អូនប្រមាណអ្នកនៅទីនេះយើងដឹងខ្លួនថាយើងជាកូនរបស់ព្រះអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងជាកូនរបស់ព្រះនៅពេលដែលយើងមានជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទគឺយើងជាកូនរបស់ព្រះអង្គណាហើយព្រះបន្ទូលព្រះអង្គថាម៉េចអ្នកដែលផ្សះផ្សាគេគឺមានពរហើយអញ្ចឹងអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំយើងមានទំនួលខុសត្រូវមួយទៀតគឺនាំការផ្សះផ្សាដល់មនុស្សនឹងមនុស្សមិនត្រឹមតែមនុស្សហើយនឹងព្រះទេក៏ប៉ុន្តែមនុស្សនឹងមនុស្សដែរតើយើងធ្វើវាដោយរបៀបណាតើយើងអាចនាំការផ្សះផ្សារវាងមនុស្សនិងព្រះឬក៏រវាងព្រះនិងមនុស្សហើយមនុស្សនិងមនុស្សដោយរបៀបណាខ្ញុំចង់អស់លោកអ្នកបងប្អូនយើងនិយាយគ្នានៅក្នុងតាមគំនិតអស់លោកអ្នកបងប្អូនអាចនិយាយគ្នានៅក្នុងដៃគូយើងពីរនាក់ថាតើយើងនាំការផ្សះផ្សារវាងមនុស្សនិងព្រះដោយរបៀបណាហើយមនុស្សនិងមនុស្សដោយរបៀបណាខ្ញុំទុកពេលឲ្យ1នាទីហើយយើងនិយាយគ្នាម្នាក់1នាទីយើងនិយាយគ្នាថាតើយើងធ្វើដោយរបៀបណា
អេមែនសូមត្រឡប់មកវិញខ្ញុំជឿអស់លោកអ្នកបងប្អូនមានគំនិតជាច្រើនផ្សេងពីគ្នារបៀបដែលយើងអាចធ្វើជាទូតព្រះគ្រីស្ទក្នុងការនាំឲ្យមនុស្សបានផ្សះផ្សាជាមួយព្រះហើយមនុស្សបានផ្សះផ្សាជាមួយមនុស្សដូចគ្នាណាដើម្បីឲ្យមនុស្សបានផ្សះផ្សាជាមួយព្រះទាល់តែគេស្គាល់ព្រះមែនទេដើម្បីឲ្យគេស្គាល់ព្រះបាទទាល់គេឮពីព្រះដើម្បីគេឮពីព្រះទាល់យើងផ្សាយដំណឹងល្អអំពីព្រះអញ្ចឹងខ្ញុំសរុបតែមួយចំណុចដើម្បីឲ្យគេស្គាល់ព្រះគឺយើងត្រូវផ្សាយដំណឹងល្អដើម្បីគេស្គាល់ព្រះហើយគេអាចផ្សះផ្សាជាមួយព្រះមានអ្វីផ្សេងទៀតដែលយើងអាចឃើញនៅខាងនោះយើងឃើញស្គាល់ព្រះពាក្យមួយថាស្គាល់ព្រះភាសាខ្មែរដូច្នេះដើម្បីយើងអាចនាំគេឲ្យផ្សះផ្សាជាមួយព្រះទីមួយយើងខ្លួនឯងត្រូវស្គាល់ព្រះហើយយើងនាំគេឲ្យគេស្គាល់ព្រះនៅពេលដែលគេស្គាល់ព្រះគេទទួលជឿលើព្រះនោះទើបគេអាចផ្សះផ្សាទទួលការអត់ទោសមកពីព្រះអេមែនបាទហើយដើម្បីឲ្យមនុស្សអាចផ្សះផ្សាគ្នាជាមួយមនុស្សតើមានអ្នកដែលជួយសម្របសម្រួលតាមគំរូនៃការអត់ទោសហើយយើងធ្វើជាគំរូជាមុនឧទាហរណ៍អំពីការអត់ទោសដើម្បីឲ្យអ្នកដែលគាត់មានចំនួនឆ្លោះគ្នាអាចសម្រោះសម្រួលគ្នាអត់ទោសឲ្យកាន់គ្នាបានយើងត្រូវបង្ហាញពីគំរូនៃការអត់ទោសជាមុនសិនខ្មែរយើងថាប្រសិនបើខុសដៃយកដៃខុសជើងយកជើងនឹងមិនអាចអត់ទោសឲ្យគ្នាបានទេមែនទេងាយក្នុងបរិបទសង្គមនៃការដែលចងគំនុំគុំគួនហើយនៅពេលដែលប្រសិនបើយើងជាតំណាងព្រះគ្រីស្ទយើងមានលក្ខណៈបែបដូច្នោះដែរគឺយើងមិនអាចនាំធ្វើជាតំណាងព្រះគ្រីស្ទហើយនាំការអត់ទោសទៅកាន់គ្នាបានទេមែនទេប្រសិនបើយើងជាអ្នកដែលថាពោពោះនៃគំនុំនៃការគុំគួនខុសដៃយកដៃខុសជើងយកជើងគឺมันអាចនាំការផ្សះផ្សាมันអាចនាំការអត់ទោសទៅកាន់គ្នាបានទេមែនទេដូច្នេះយើងទាល់តែធ្វើជាគំរូនៃការអត់ទោសគំរូនៃការដែលមិនងាយនឹងអាក់អន់ចិត្តដើម្បីឲ្យយើងអាចនាំគេឲ្យឆ្ពោះទៅកាន់ការដែលអត់ទោសចំពោះគ្នានឹងគ្នាដែរហើយដើម្បីធ្វើការនោះបានយើងទាល់តែចំណាយពេលវេលាចំណាយកម្លាំងបន្តិចណាយើងអត់អាចចេះតែគិតសូមឲ្យការនោះកើតឡើងពីរអ្នកនោះឆ្លោះគ្នាត្រូវគ្នាទៅមិនអាចគ្រាន់តែនិយាយមួយម៉ាត់នឹងត្រូវគ្នាទេតើយើងត្រូវការចំណាយកម្លាំងប្រហែលពេលខ្លះត្រូវស្ដាប់ពីរឿងខាងនេះឲ្យយល់ថាហេតុអីបានជាគាត់អន់ចិត្តនឹងអ្នកនោះស្ដាប់មកខាងទៀតថាមូលហេតុអីបានជាគាត់ខឹងអ្នកនោះដើម្បីយើងអាចនាំឲ្យទាំងពីរអ្នកបានត្រូវគ្នាឡើងវិញហើយពេលខ្លះការដែលយើងនិយាយដូច្នេះវាងាយស្រួលក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងគឺលំបាកទាមទារការចំណាយកម្លាំងដើម្បីនាំឲ្យការផ្សះផ្សាបានកើតឡើងបាទដែលនេះវាជាប់ទៅនឹងការដែលយើងជាទូតរបស់ព្រះគ្រីស្ទយើងត្រូវបង្ហាញនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃអំពីរបៀបរបស់នគរព្រះពីរបៀបដែលរស់នៅក្នុងនគរព្រះមានលក្ខណៈបែបណានៅក្នុងបទបន្ទូលរបស់ព្រះអង្គបានចែងឲ្យយើងឃើញយ៉ាងដូចនេះថាដូច្នេះចូលឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឲ្យការដែលយើងបានប្រព្រឹត្តបានរស់នៅឲ្យគេឃើញពីការល្អនោះហើយសរសើរដំកើងដល់ព្រះដែលនៅឋានសួគ៌
ដូច្នេះមានងារជាទូតរបស់ព្រះគ្រីស្ទយើងត្រូវរស់នៅតំណាងព្រះអង្គនៅលើផែនដីតាមរយៈជីវិតប្រចាំថ្ងៃសកម្មភាពពាក្យសម្ដីដើម្បីគេឃើញការល្អដែលយើងរស់នៅហើយគេសរសើរដល់ព្រះព្រះបន្ទូលព្រះអង្គមួយចុងក្រោយនៅក្នុងកានកាពីយ៉ូហានព្រះអង្គបានចែងយ៉ាងដូចនេះព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសាវករបស់ព្រះអង្គហើយខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯងគឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំតាមរយៈអ្នករាល់គ្នាឆ្លោះគ្នារាល់ថ្ងៃអត់ទេព្រះបន្ទូលព្រះអង្គអត់បានថាដូច្នោះទេព្រះបន្ទូលព្រះអង្គថាគេនឹងស្គាល់ថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកគេនឹងសរសើរដំកើងដល់ព្រះវរបិតានៅឋានសួគ៌ដោយព្រោះអ្នករាល់គ្នាជេរគ្នាវាយគ្នារាល់ថ្ងៃអត់ទេដោយព្រោះអ្នករាល់គ្នាប្រព្រឹត្តការល្អអេមែនគេនឹងមិនសរសើរដំកើងព្រះអង្គដោយព្រោះការអាក្រក់ដែលយើងប្រព្រឹត្តទេតែគេនឹងសរសើរដំកើងព្រះអង្គដោយព្រោះការល្អនៅក្នុងសង្គមខ្មែរយើងណាឲ្យតម្លៃខ្ពស់ទៅលើសិលធម៌ហើយនិងអរិយាមាយាទណាដូច្នេះដូចគ្នាដល់លោកអ្នកបងប្អូននៅពេលដែលការផ្សាយដំណឹងល្អដែលមានប្រសិទ្ធភាពបំផុតមិនមែនគ្រាន់តែនិយាយអំពីព្រះតែប៉ុណ្ណោះទេមែនទេការដែលនិយាយអំពីព្រះគឺល្អប៉ុន្តែมันមានប្រសិទ្ធភាពពេញលេញនោះទេដំណឹងល្អដែលមានប្រសិទ្ធភាពពេញលេញគឺតាមរយៈការដែលយើងប្រកាសអំពីសេចក្តីស្រឡាញ់របស់ព្រះអំពីអ្វីគេដែលព្រះបានធ្វើហើយរស់នៅឆ្លោះបញ្ចាំងពីអ្វីគេដែលយើងជឿអេមែនលោកប៉ូលថាអ្នករាល់គ្នាជាសម្បត្តិនៅពេលដែលទទួលសម្បត្តិយើងអានមែនទេមនុស្សជាច្រើនអស់លោកអ្នកបងប្អូនមនុស្សជាច្រើនគេកំពុងតែអានអំពីជីវិតអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំគេមើលអំពីជីវិតរបៀបដែលយើងរស់នៅហើយដូច្នេះបានជាព្រះបន្ទូលនៅទីនេះបញ្ជាក់ថាឲ្យយើងបានធ្វើជាពន្លឺហើយភ្លឺនៅមុខមនុស្សលោកទាំងឡាយក្នុងនាមជាទូតរបស់ព្រះគ្រីស្ទយើងត្រូវរស់នៅជាគំរូបង្ហាញអំពីព្រះអង្គជានរណាដើម្បីឲ្យគេឃើញការដែលយើងប្រព្រឹត្តរាល់ថ្ងៃហើយសរសើរដំកើងដល់ព្រះអេមែនដូច្នេះសូមឲ្យជីវិតអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងរស់នៅរាល់ថ្ងៃលើផែនដីនេះបានចាប់ផ្ដើមផ្លាស់ប្រែឲ្យកាន់តែដូចព្រះគ្រីស្ទឡើងឲ្យសកម្មភាពដែលយើងរស់នៅរាល់ថ្ងៃណាពាក្យសម្ដីដែលយើងនិយាយរាល់ថ្ងៃបានឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវដើម្បីឲ្យគេឃើញថាយើងជាតំណាងរបស់ព្រះយេស៊ូវនៅលើផែនដីនេះណាឲ្យគ្រប់កន្លែងដែលយើងទៅថាអូពួកយេស៊ូវមកទៀតហើយជីវិតខ្ញុំផ្ទាល់លោកអ្នកបងប្អូនកាលពី20ឆ្នាំមុនខុសពីឥឡូវខ្ញុំធ្លាប់រស់នៅក្នុងជីវិតដែលមើលឃើញថាការចូលរួមបែបបងតូចបងធំល្អពោះសប្បាយមានគេខ្លាចខ្ញុំណា
ក៏ប៉ុន្តែនោះមិនមែនជារបៀបដែលព្រះគ្រីស្ទចង់ឲ្យយើងរស់នៅក្នុងនាមជាតំណាងព្រះអង្គទេព្រះអង្គចង់ឲ្យយើងរស់នៅដោយមានសេចក្តីស្រឡាញ់ព្រះអង្គចង់ឲ្យយើងរស់នៅក្នុងជីវិតដែលស្មោះត្រង់ព្រះអង្គចង់ឲ្យយើងរស់នៅក្នុងជីវិតដែលសុភាពព្រះអង្គចង់រស់នៅក្នុងជីវិតដែលលើកទឹកចិត្តសរសើរគ្នានៅក្នុងជីវិតប្រចាំថ្ងៃអស់លោកអ្នកបងប្អូននៅក្នុងសហគមន៍យើងនៅក្នុងក្រុមគ្រួសារយើងព្រះអង្គចង់ឲ្យយើងរស់នៅដើម្បីបង្ហាញពីគំរូរបស់ព្រះអង្គតាមរយៈការលើកទឹកចិត្តដល់កូនចៅយើងតាមរយៈការជួយយកអាសាដល់អ្នកជិតខាងយើងបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវអេមែនដូច្នេះខ្ញុំចង់ឲ្យលោកអ្នកបងប្អូនយើងគិតពិចារណាជាមួយគ្នាអាច2 3នាក់ដែលនៅចិត្តគ្នាតើយើងរៀនបានអីគេនៅព្រឹកនេះតើយើងនឹងរស់នៅយើងមានអីដែលចង់អនុវត្តនៅក្នុងសប្តាហ៍ខាងមុខនេះដើម្បីបង្ហាញថាយើងជាទូតរបស់ព្រះគ្រីស្ទ